dương mình men ngọt cả la tha ao tại diploma paragraph ao tại bạn đúc essay writing ở đây dương mưaពាក្យបង្កប់បញ្ជារបស់វាដូចខ្មែរទេណាមានពាក្យបង្កប់បញ្ជាថ្ងៃនេះយើងរៀនចំនួន6 slide អានេះមេរៀនយើងរៀនថ្ងៃមុនហើយតែគ្រូសុំរំលឹកមកបន្តិចសិនមេរៀនរបស់យើងផ្ដោតសំខាន់ទៅលើ paragraph writing ហើយនិង essay writing និយាយរួមសំណេរទាំងពីរនេះជាសំណេរអង់គ្លេសសម្រាប់ប្រឡង diploma ហើយនិងបាក់ឌុបតែយើងត្រូវរៀនទាំងពីរគ្រូសុំរំលឹកទៅនេះបន្តិចយើងនៅចាំបានទេតកតងជាមួយនឹងភាពខុសគ្នាមិនក៏ញោតតាត់អញ្ចឹងសង្ស័យដល់ពេលនេះមើលចេះទាំងហាលអង្គទាំងហាលមិនទាំងហាលឈើទាំងហាលទាំងអស់គ្នាហ្នឹងអត់ឡើយតោះយើងមើលមេរៀននេះអានេះគ្រូរំលឹកបន្តិចឯងពួកគរុកសលគេឲ្យរំលឹកអញ្ចឹងផ្នែកខាងនេះគឺថ្នាក់ diploma អានេះថ្នាក់បាក់ដឺបាក់ឌុបអញ្ចឹងដាក់ grade 12អានេះ grade 9ជាទូទៅ diploma យើងច្រើនតែសរសេរ paragraph writing អានេះហៅ paragraph តែដល់ពេលបាក់ឌុបច្រើនតែសរសេរ essay writing អញ្ចឹងបើយើងនិយាយពីទំហំពាក្យក្នុង diploma ច្រើនតែសរសេរចន្លោះពី80ទៅ100ពាក្យប៉ុន្តែខាងបាក់ឌុបច្រើនតែសរសេរ180ពាក្យឡើងអឺចឹងអត់កុំមើលពីដានគ្រូចង់និយាយ180ពាក្យឡើងហើយនៅក្នុងនេះនៅក្នុង paragraph ជាទូទៅគេនិយាយគំនិតសំខាន់ប្រហែលតែមួយទេអូនចាំតែប៉ុណ្្នឹងសិនបានអានេះគំនិតសំខាន់មួយប៉ុន្តែអានេះមានគំនិតសំខាន់ច្រើនបើនិយាយពីគំនិតសំខាន់ណាអានេះគំនិតសំខាន់ច្រើនអាខាង paragraph នេះគំនិតសំខាន់មួយបើយើងនិយាយពីចំនួនកថាខណ្ឌអានេះតែមួយកថាខណ្ឌប៉ុន្តែ essay writing នេះមាន5កថាខណ្ឌអានឹងកថាខណ្ឌដែលល្អសម្រាប់បាក់ឌុប5កថាខណ្ឌគឺល្អហើយអូនតែសួរថាបើគេសរសេរលើនឹងបានទេចម្លើយគឺបានប៉ុន្តែថ្ងៃនេះអត់និយាយរឿងអាផ្សេងទេការងាររបស់យើងគឺតាក់ទងជាមួយនឹង grade 12ឬក៏បាក់ដឺបាក់ឌុបអាប្រធាននេះគ្រូមិនបាច់រំលឹកទេដោយសារនេះវាជា still topic ដែលគេដាក់ភាគច្រើននឹងផ្ដោតសំខាន់លើសាមញ្ញចេះមក paragraph និយាយរឿងសាលានិយាយរឿងគ្រួសារនិយាយរឿងមិត្តភ័ក្តិប៉ុន្តែអាខាងនេះអីគេ education ការអប់រំ technology បច្ចេកវិទ្យា environment អីគេ environment ហ្នឹងបរិស្ថានមិនបាច់បរិស្ថានទេណាបរិស្ថានដល់ពេល social media អានេះតើទៅបណ្ដាញសង្គមអូខេអញ្ចឹងអានេះគឺរបៀបគេដាក់ការងារហ្នឹងភាគច្រើនគេថា write one paragraph about អន្តរនេះអញ្ចឹង write one paragraph about អញ្ចឹងជាទូទៅគេកំណត់ពាក្យអីប្រហែលជា80ពាក្យប៉ុន្តែដល់ពេលខាងបាក់ឌុបគេច្រើនទៅដាក់ថា write an essay about ឧទាហរណ៍ថា disadvantages of social media at least 180 words ប៉ុន្តែបានអញ្ចឹងសំខាន់យើងមើលអាមួយនេះគេដាក់ essay writing ឬក៏ paragraph writing យើងមិនមែនងាប់កាលាថាឲ្យតែ diploma paragraph ឲ្យតែបាក់ឌុប essay writing អត់ទេយើងមើលអាពាក្យបង្កប់បញ្ជារបស់វាដូចខ្មែរទេណាមានពាក្យបង្កប់បញ្ជាអានេះដាក់អញ្ចឹងមកថាចូលសរសេរជាសំណេរវែង essay writing ហ្នឹងប្រភេទសំណេរវែងឬក៏អត្ថបទវែងយើងអាចប្រៀបធៀបមកតែងសេចក្តីយើងបានណាដល់ពេលនេះគេហៅសំណេរបែបម៉េចសំណេរបែបខ្លីឬក៏អត្ថបទជាមួយកថាខណ្ឌទេជាសំណេរមួយកថាខណ្ឌអញ្ចឹងសរុបមកអានេះយើងរំលឹកឲ្យឃើញថាតើសំណេរអង់គ្លេសបាក់ឌុបហើយនឹង diploma វាខុសគ្នាយ៉ាងម៉េចឥឡូវយើងចូលមេរៀនថ្មីតែម្ដងឥឡូវមកថ្ងៃនេះយើងរៀន part 2តែម្ដងយើងផ្ដោតសំខាន់លើ paragraph writing អូខេអាហ្នឹងយើងប្រែថាសំណេរកថាខណ្ឌខ្មែរយើងក៏មានប្រែដែរហ្នឹងយើងមានប្រែយើងអាចសរសេរបណ្ដាលទៅកន្លែងណាគ្រូអត់ឲ្យសរសេរមិនបាច់សរសេរទេថ្ងៃនេះយើងផ្ដោតសំខាន់លើ paragraph writing ហើយយើងរៀនមួយអាទិត្យហ្នឹងឲ្យចប់ paragraph អាទិត្យក្រោយចប់ essay writing គឺបាក់ឌុបប្រឡងយកហ្មងក្តៅអ៊ុនប្រឡងយកបណ្ដោយអញ្ចឹងអ្នកបាក់ឌុបអនុវត្តឲ្យគ្រូឃើញឥឡូវនេះយើងមើលកន្លែងសំខាន់នេះ
anh ấy dương bát trăm sờ xe của bạn đấy cậu chọn ở chấm hai mươi tiết cậu nâng bánh cho dục này bật khơi thế ôn chat ở cậu phèm đó dục này cho nông group lọc hello nàng nàng ấy đi nàng ấy thiên tay dịch đây còn nữ paragraph còn nữ đó nàng 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 được để mấy chắc nàng ôn tay dịch đây là sao màn bật thiên điệt khmái nè phí ở toàn nó dân dục đi chăm vua này từ ôn chẳng anh ấy dân đi làm phí đi vô mình đây rồi bá paragraph thử ca scroll về dân cái đã thao what is a paragraph mình tha cả tha khán cứ chia ở vậy rồi có paragraph cứ chia ở vậy chẳng đăng thao về chia ở vậy ôn kim lãng. What is a paragraph? A paragraph is a group of related sentences that discuss and explain exactly one main idea. A good paragraph has one clear main idea. Every supporting sentence have explained and developed that main idea. Okay. Con chán. Con đáp bán đấy nè. Cô chưa tha anh ấy đòi trả ơn nhưng trai hay tiện tờ mùi pệ ơn. Nhưng mơ pệ lụng bạ miên ra cái lánh main idea chặt tục thập bạn chứ. Lấy dương mơ được ở cái A paragraph is a group of related sentences. Nhưng phải tham chứ? Paragraph cứ chia ai cái groupក្រុម cứ chia ក្រុម នៃ ប្រយោគ cứ chia ក្រុម នៃ ប្រយោគ ដែល មាន ទំនាក់ទំនង គ្នា អន្តរនេះ គឺ ជា ក្រុម នៃ ប្រយោគ ដែល មាន ទំនាក់ទំនង គ្នា ដែល discuss អីគេហ្នឹង ដែល ពិភាក្សា ហើយ នឹង ពន្យល់ ទៅ លើ គំនិត សំខាន់ ជាក់ លាក់ មួយ នេះ exactly ដែល ពិភាក្សា ហើយ នឹង ពន្យល់ ទៅ លើ គំនិត សំខាន់ ជាក់ លាក់ មួយ អញ្ចឹង មួយកថាខណ្ឌ ប្រយោគ ទាំង អស់ ហ្នឹង ត្រូវ តែ មាន ទំនាក់ទំនង គ្នា ទាំង អស់ អា ហ្នឹង គេ ហៅ ថា កថាខណ្ឌ ហើយ វា ពិភាក្សា តែ ទៅ លើ គំនិត មួយ ទេ បន្តិចទៀត ចាំ យើង ទៅ មើល còn ចាំ ប៉ុណ្ណឹង សិន ថា កថាខណ្ឌ គឺជា ក្រុម ប្រយោគ ដែល ពិភាក្សា ទៅ លើ គំនិត មួយ ឬ ក៏ គំនិត សំខាន់ មួយ នេះ បន្ត ទៀត a good paragraph គេ ថា a good paragraph អី គេ ហ្នឹង កថាខណ្ឌ ដែល ល្អ has one clear main idea មាន គំនិត សំខាន់ ច្បាស់លាស់ មួយ clear ហ្នឹង ច្បាស់លាស់ អន្សាថ្មី កថាខណ្ឌ ដែល ល្អ ឬ ក៏ សំណេរ កថាខណ្ឌ ដែល ល្អ គឺ មាន គំនិត សំខាន់ ច្បាស់លាស់ មួយ តទៀត every supporting sentence helps explain and develop that main idea កន្លែងគេដាក់ថា supporting sentence មានន័យថា ប្រយោគ គាំទ្រ ទាំង អស់ យើង ប្រែ មក ហ្នឹង យើង បក ទៅ តែង សេចក្តី ខ្មែរ យើង ហ្មង ស្រួល យល់ ពេល ដែល គ្រូ បញ្យល់ ពួក យើង ឃើញ យើង មាន គំនិត សំខាន់ មួយ ហើយ ត្រេ ពី ក្រោម យើង ហៅ ថា ជា គំនិត គាំទ្រ អញ្ចឹង អានេះ វា មាន គំនិត សំខាន់ មួយ វា ត្រូវ មាន គំនិត គាំទ្រ supporting sentence មានន័យថា ប្រយោគ គាំទ្រ ឬ ក៏ គំនិត គាំទ្រ នៅ ក្នុង ហ្នឹង គំនិត គាំទ្រ ទៅ លើ អី ទៅ លើ main idea អញ្ចឹង វា នៅ តាក់ទង គ្នា ហ៎ វា នៅ តែ តាក់ទង គ្នា ដដែល ប្រមូល ទាំង main idea ប្រមូល ទាំង supporting sentence បូក បញ្ចូល គ្នា យើង ហៅ ថា ជា paragraph ឬ ក៏ ជា សំណេរ កថាខណ្ឌ នៅ ក្នុង ខ្មែរ យើង សំណេរ កថាខណ្ឌ យើង ច្រើន តែ ប្រើ នៅ ក្នុង ថ្នាក់ បឋម ជា ប្រភេទ សំណេរ ពរនេ អូន នៅ តូច លោក គ្រូ អ្នក គ្រូ ឲ្យ សរសេរ អំពី ផ្ទះ អំពី ភ្លៀង មែនទេ អំពី ម្ដាយ របស់ ខ្ញុំ គឺជា ស្ត្រី ដែល ពូកែ រកស៊ី ពេល ព្រឹក គាត់ លេង បៀ ពេល ល្ងាច គាត់ បាន ជួបជុំ គ្នា ដាក់ មក តយ ដើម្បី ថា អ្នក មក ផឹក ទៅ ជួយ ទិញ សារ គាត់ នេះ ឧទាហរណ៍ ទេ ពរនេ តូច អញ្ចឹង គេ ប្រើ សំណេរ កថាខណ្ឌ អញ្ចឹង នៅ ក្នុង អង់គ្លេស ដែល យើង រៀន សប្តាហ៍ ថ្ងៃ នេះ សម្រាប់ ប្រើ ជា ទូទៅ ចែក តែ ពីរ ហ្នឹង ទេ គឺ paragraph writing ហើយ និង essay writing អញ្ចឹង អានេះ ជា ប្រភេទ រាំង ស្រួល ដែរ ទេ សម្រាប់ មក វិញ កថាខណ្ឌ មូល មួយ ត្រូវ តែ មាន ប្រយោគ ហ្នឹង គេ ហៅ ថា related sentence ប្រយោគ ដែល តាក់ទង ហើយ វា មាន គំនិត សំខាន់ ប្រមាណ តែ មួយ ទេ អូខេ យើង មើល នេះ តិច សិន មើល រូប អូន មើល រូប ឃើញ ទេ មើល ឃើញ ទេ នេះ ឃើញ ណាង នេះ អានេះ គេ ដាក់ ថា one man idea អានេះ គេ ដាក់ ថា paragraph យើង មើល អានេះ 1 2 3 4 សិត តែ គំនិត គាំទ្រ អញ្ចឹង គំនិត គាំទ្រ បូក បញ្ចូល គ្នា ទាំង អស់ បាន មួយ paragraph ហើយ ប្រយោគ គាំទ្រ ទាំង អស់
về bị phía xa tay từ lỡ one man idea có trăm phần năng sẵn lấy dân mơ là này anh ấy cứ chỉ rụp riêng rồi bao cả thà khăn vị sẽ đấy này sẽ ảm tịnh cái mọi cái thà bệ cát về chàng hả qua khay cát đây anh khay nở nè khay nở cho bạn nở hả ôi chẳng cụ cần chứ bệ được chị chứ cái mọi cái ngò thắng bạch ban bằng nghiên khmer họ miền bệ cát hay giờ bằng nghiên ông lấy thời anh nhiều bệ cát là một đời sản đấy dưỡng kháng mà chuyện mình đồ rồi những thời bệ cát lấy dân mơ là đi anh ấy ở toàn oi ôn score ấy chả đấy còn đã oi score tha rúp và phân nắng ấy dừng hai tha chia paragraph khơi về cho ta chán đòn ở đấy ở mấy này về cho ta tái mũi đòn để giờ sẽ cả tha khăn bài mai dừng đi dừng cho ta chân màu ở pan hà để dừng cho ta chân máu cho ta flop chân máu mà cả lại đấy hãy được xe máu rồi xe là hốt đỏ chọc anh nâng cái hai tha muối thà khăn thà gọi mũi paragraph mình Việt Nam ngon là gì hồi cho bờ để theo tôi sẽ bản năng xây bạc ngoài cho bờ xây bạc cái tôi sẽ bài bằng lễ cái được xây gì bờ sân chỉ có thà khăn chán to nén á bên này thà này kẹt cho bờ to đây cái được xây smile trắng con tay bờ không cả này cho đo cái thà khăn đi pí cái thợ đùng luôn mùi bờ tọt anh cho bạn ấy ủa để họ thà lấy bay chua này mùi cái thà khăn chắc là bay cái thà khăn đi pí cái thợ được xây chua này anh đi kẹt được xây này cái đùng luôn mà tọt anh đang xem ké con tay nơi à gì dân đòi trán chỉ sẽ không ai dân được xa ca châu tát ăn lấy đi vì châu ăn pi mình tha kia được xây smile có bán con tay đòi pe cái tha khăn đi pi bọn trong được xây mười cái tha khăn tiếp thở là nơi khảo này mình luôn sai tát đi mùi chảo toàn bán đi nhá tại bờ sân chi mà các bạn tiết cứ châu đập tát đôi cho không ai máu cứ chọc sọc khục ót bài nhà hàng ok là ôn đanim an định mà ăn The importance of education in your life. Education plays a very important role in my life. First, it helped me gain knowledge and understand the world better. Through education, I can learn different subjects such as science, mathematics, and language. Second, education gives me more opportunity for a better future. If I study hard, I can get a good job and improve my living standard. Moreover, education teaches me good values such as discipline, responsibility, and respect. These quality help me become a better person in society. In conclusion, education is the key to success, and I believe it is very important for everyone. Okay, thank you. Anh lấy dân mơ từng ở cái này. Nơi khăn ông đi, cậu ở toàn trong đó tầm khăn từ lơ này mùi bờ màn đây, vậy room ở toàn này. Còn là bằng hai rúp tha rúp ở phân đó nghe, mua tha chia cả thá khăn, rồi có chia paragraph. Tại nó phải để dân an. Có dương ai đăng attorney và đá đấy đăng rương ấy tệ tôn cho mỗi nắng education ấy cái education á cao đúng anh ấy đã tha the importance of education in your life mình đi tha sự sầm khăn đi cao đúng sầm ráp chỉ vứt rồi bọn nè nhưng mà education plays a very important role in my life chẳng đi tha cái đã tha cao đúng cứ đa tu nệp ti giang sầm khăn nơi khả năng chỉ vứt nó bạc nhộng lấy dương phải màn tích cho tụi bây giờ mình toàn hiện bài bàn chán dương phải tích. First, it helps me gain knowledge and understand the world better. Thì mũi về chui nhóm ai từ tool bán chấm này đằng gain năng từ tool bán á nè để gain nè từ tool bán chấm này đằng understand the world better. Mình thà vô đằng phí bị phục lâu căn để tràn. Through education, tam rồi dễ, through it. Tam rồi dễ cả đúng, I can learn different subjects, such as science. Cái science này, dân ai riêng bậc thiên xem cái này, rồi có một vị chia xem cái này, đôi chia, vật chia xa, mathematics,
anh nâng chỉ ăn mathematics rồi còn mathematics ấy kia nắng cái về chia mathematics cái về chia languages phía xã second vì miền tây muối tây pi second education gives me more opportunities và đó là giờ nơi ấy ảo cá for a better future đầm bay là cốt can tái prosa better future ní là cốt can tái prosa anh khơi là khả năng mà chuyện mà đôi thôn thiên tham ấy ní nhưng phải pay education for a better life bây giờ cụประกาศmà chuyện mà đôi này từ bố nhưng đã thành new resource center bây giờ dương hiến ABC mong cụ kết ha ở hiến ABC job làm được cái trẻ cho nó nông chân đá ban cụ đã new resource cứ tham ấy là hốt đó bây hiện ban thẩm diploma tự bạt chẳng ấy ban cho nó nông hiện ban thật sự super kid đâuแต่เรายังจักจะหายภาษายังมีนวิทยาลัยเด็กในยังเห็นยังมีนอกการเรียนบ้านดอนนี่ก็แต่มีนสำนักให้อ่อนอันต่อที่จังแบบเธอนี่ภาษามันเชื่อมันโดนทนเทียนทำไมยังท่ายังมีนเปลี่ยนสลับว่าเยอะคืออบรมดำใบอนาคตดอกภาษาต่อที่ if I study hard ภาษาจีขยมปรังเรียน I can get a good job ตัวบ้านการเงินอ๋อ improve my living standard เพื่อเอาตั้งดานิการในระบบขยมกันได้ภาษาหลังหรือก็ละอหลัง improve นั่น moreover มีอย่างวินติด education teaches me good value มีท่าก่าวรวมนั้นบ้านวงเรียนเยอะเอาเมียนตำไหลหรือก็เอาแจ็คเวิร์กลงในเมียนตำไหลโดยที่เมียนไอ้ discipline นี้ yeah discipline เมียนวินัย responsibility การទទួលខុសត្រូវ and respect ហើយនឹងការគោរពគ្នាណាបន្តទៀត these qualities help me become a better person in society អីគេ qualities គុណភាពទាំងអស់នេះគឺបានធ្វើឲ្យខ្ញុំក្លាយជាមនុស្សប្រសើរនៅក្នុងសង្គម society នេះក្នុងសង្គម in conclusion ជាទីបញ្ចប់ហ្នឹងណាឬក៏សរុបមកឬក៏ជារួមមកយើងប្រែអញ្ចឹងបាន in conclusion education is the key to success គឺជាគន្លឹះដើម្បីជោគជ័យឬក៏គឺជាគន្លឹះនៃភាពជោគជ័យ and I believe អីគេ believe ជឿជាក់ថាហើយខ្ញុំជឿជាក់ថា it is very important for everyone ខ្ញុំជឿជាក់ថាវាសំខាន់សម្រាប់អ្នកទាំងអស់គ្នាឥឡូវយើងចាប់អារម្មណ៍បន្តិចទៅកាន់ទ្រឹស្ដីយើងរៀនមិញថាកាលណាគេនិយាយពី paragraph writing គឺជា group of related sentence មានន័យថាជាក្រុមប្រយោគដែលមានទំនាក់ទំនងគ្នាហើយនិយាយទៅលើគំនិតសំខាន់តែមួយអានេះមិនតាន់ចូលពីរៀនជ្រៅទេតែគ្រាន់តែបង្ហាញថាគំនិតសំខាន់តែមួយរបស់យើងនេះយើងនិយាយអំពីថាការអប់រំគឺបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងជីវិតរបស់យើងអានឹងជាគំនិតសំខាន់អញ្ចឹងបានអ្វីដែលយើងសរសេរមកប្រមាណប្រយោគនេះគឺសុទ្ធតែតាក់ទងជាមួយនឹង education ទាំងអស់មិនតាន់បានទេអញ្ចឹងមកប្រយោគហ្នឹងសរសេរតាក់ទងជាមួយនឹង education ទាំងអស់អានេះអូនកុំអាលឆ្ងល់ថាសរសេរយ៉ាងម៉េចទៅលោកគ្រូសរសេរមិនទៅឈើកុំអាលឆ្ងល់គ្រាន់តែដឹងថារូបរាងបែបហ្នឹងមេរៀននេះគ្រាន់តែដឹងថារូបរាងបែបហ្នឹងយើងហៅថាជា paragraph ហើយពេលនេះអ្វីដែលមាននៅក្នុងកថាខណ្ឌនេះនិយាយតែមួយរឿងទេគឺតាក់ទងជាមួយនឹង education ដឹងតែប៉ុណ្្នឹងសិនទៅគឺបានហើយទទួលយកប៉ុណ្្នឹងបានទេគ្រាន់តែសុំតែពីចំណុចដែលគ្រូសុំមិញទៅបានហើយឥឡូវនេះយើងចូលទៅមួយទៀតមរកត Express idea clearly. It helps students explain one main ideas clearly and easily. Organize thoughts. It helps students organize their ideas logical order. Exam success. It is an important writing skills for the diploma exam and helps students get better scores. Score. Okay. Score សអរគុណជួយអានឲ្យអូនណាដែលអត់ស្រួលខ្លួនយើងតាមនឹងចុះដោយសារគ្រូចង់ឲ្យអានចឹងទៅបានចប់សម្លេងខ្លះឲ្យបានគ្នាយើងយកពេលហ្នឹងមើលខ្លះឥឡូវយើងមើលទាំងអស់គ្នាអានេះគេដាក់ថា important of paragraphs ឬក៏ paragraph writing យើងនិយាយអំពីសារៈសំខាន់នៃការរៀន paragraph writing ហ្នឹង
ថាតើគេរៀនដើម្បីអីទី1 express idea clearly បញ្ជាក់គំនិតបានច្បាស់លាស់អានឹង paragraph it helps students explain one main idea clearly and easily វាជួយឲ្យសិស្សអាចពន្យល់គំនិតសំខាន់មួយបានយ៉ាងច្បាស់ហើយនឹងងាយស្រួលអញ្ចឹងកាលណាគេរៀនកថាខណ្ឌឬក៏ paragraph នេះគេអត់ផុតពី one man idea ចាំតែប៉ុណ្្នឹងសិនកាលណា paragraph ដឹងតែ one man idea មួយទៀតយើងរៀន paragraph ដើម្បី organize thoughts thought នេះគឺគំនិតឬក៏ការគិតប៉ុនគំនិតទៅល្អ it helps students organize their ideas in a logical order on logical order នេះប្រែថាតាមលំដាប់លំដោយយើងអាចកត់តាពាក្យកលឹះទុកចឹងក៏បានដែរឲ្យចាំគ្រូបាញ់បន្ថែមយើងកត់តានឹងទុកទៅមានន័យថាកថាខណ្ឌគឺជួយសិស្សឲ្យរៀបចំគំនិតរបស់ពួកគេគំនិតរបស់សិស្សហ្នឹងតាមលំដាប់លំដោយ in a logical order យើងរៀបតាមលំដាប់លំដោយមិញយើងអានមិញឃើញសំណេររបស់យើងមាន first មាន second ណាមែនទេអញ្ចឹងអារៀបចំអញ្ចឹងគេហៅថាជា logical order អញ្ចឹងយើងកុំអានភីថាអត់យល់ណាមកចំហៀនអូនចុងក្រោយនេះមើលគេដាក់ exam success ជោគជ័យនៅក្នុងការប្រឡង it is important writing skill where គឺជាជំនាញសរសេរដែលមានសារៈសំខាន់ for diploma exam សម្រាប់ប្រឡង diploma and helps student get better score ហើយជួយសិស្សឲ្យមានពិន្ទុកាន់តែខ្ពស់ឬក៏កាន់តែប្រសើរឡើងអានឹងដែលគ្រូស្ដាយមួយដោយសារអូនដានីមអញ្ចឹងគាត់ប្រឡង diploma ហើយប៉ុន្តែគ្រូហូបពេលអត់បាននៅក្នុងការបង្រៀនដល់ឥឡូវនេះអូនចិត្តបាក់ឌុបអញ្ចឹងគ្រូត្រូវតែបង្រៀនដាច់ខាតបខំចិត្តរកពេលបានអូនអញ្ចឹងហើយអ្នកបាក់ឌុបអូនយកចិត្តទុកដាក់ជាពិសេសតែម្ដងព្រោះយើងអស់ពេលលេងហ្មងបើអូនអត់ចេះ paragraph នេះទេអូនទៅសរសេរ essay writing គាត់កើតដែរអញ្ចឹងណាដូច្នេះទៅរៀននឹងមុនហើយមួយទៀតពេលដែលអូនដឹងទម្រង់ពេលដែលទៅសរសេរអូនគិតថាអូយនឹងពាក្យណានៃក៏គ្រាន់បើជាងអត់រៀនសោះសរសេរហ្មងឲ្យទៅចេញប្រាំកថាខណ្ឌទៅបានហើយអានឹងតច្រកតែបើអូនអត់សរសេរអូនទុកกระดาษសចោលទុកធ្វើអីពេលត្រូវខាតតេហ្មងយើងពេលខ្លះយើងទៅធ្វើត្រឹមត្រូវពេលប្រឡងទៅធ្វើត្រឹមត្រូវមិនកើតដាក់ទៅចេះសរសេរទៅអត់តាក់ទងប្រធានដូចអានិយាយមិញអញ្ចឹងអាគេនិយាយមិញនឹង education អត់តាក់ទង education ទៅទៅ I learn I study my teacher teach me because I learn with him ចឹងហើយតែបើអូនអត់សរសេរគេឲ្យបន្ទុកកើតអត់ទេអានឹងបានគូប្រាប់ថាត្រូវតែសរសេរឥឡូវយើងមើលក្នុងនេះអូនមើលទាំងអស់គ្នាអានេះកន្លែងសំខាន់តួរបស់ paragraph គេថាម៉េចនេះ structure of paragraph អីគេ structure គម្រោងអូនគេឡើងថាគម្រោង structure នេះគម្រោងតែសេចក្តីខ្មែរយើងមានគម្រោងទេមាន structure ទេyes structure តែសេចក្តីខ្មែរយើងក៏មានដែរតែអានេះ structure of paragraph writing okay part នេះពេទ្យ part បែបនេះនេះមិនពេទ្យ part ទេ part នេះបែបតែម៉េចផ្នែកនឹងផឬផ្នែកនឹងផអានេះផ្នែកនឹងផដល់ position នេះទីតាំង position ទីតាំងអញ្ចឹងនៅក្នុង paragraph មួយនៅក្នុងកថាខណ្ឌមួយវាមាន3ផ្នែកទី1គេហៅថា topic sentence ទី2ហៅថា supporting sentences អានឹងគេដាក់អញ្ចឹងហ្មង supporting sentences ហើយនេះ concluding sentence អញ្ចឹង topic sentence យើងប្រែថាប្រយោគប្រធានតែអញ្ចឹងមកប្រយោគប្រធានដល់ពេល supporting sentences ប្រែថាប្រយោគគាំទ្រប្រែតាមពាក្យអញ្ចឹងសិនមក concluding sentence ប្រែថាប្រយោគបញ្ចប់concluding sentence ប្រែថាប្រយោគបញ្ចប់ពេលស្អែកចូលមកវិញគ្រូសួរណាគ្រូនិយាយគ្នាហើយណាហើយគ្រូនឹងបាញ់กระดาษនឹងចូលសន្យាគឺសន្យាយប់នេះបាញ់ចូលគ្រប់អញ្ចឹងហើយស្អែកគ្រូសួរឡើងវិញ
của thời ca chăm chẳng tí mùi topic sentence tí bí supporting sentences tí bấy concluding sentence no not six là ra concluding đấy ta mùi thế chẳng thời chăm bay nằng bởi dân vậy tam bay mà dân thầm đá sẽ cái đây bà đám tôi sẽ cái đây bên chọp con tái với tài muối các tha khăn tề only one paragraph dân mơ ti tăng bảo vệ Kana topic sentence Kana phải dụ bật thiên first sentence in paragraph chia tu tứ vì nếu khang đam kê ní cái tha khăn ní dùm này nằng topic sentence với nơi lơ kê mong ti tăng bảo vệ position dân gì bị position đó pe supporting sentences cứ bên nơi niệm middle ý ghê nắng yeah good còn đa chẳng middle sentences in paragraphs là ai máu khó nè của nâng miền paragraph là muối á anh em miền ấy này chẳng cụ đục trình chẳng mấy thà bị dốt nơi còn đa kế nơi không nóng paragraph đó pe concluding ní last sentence mình thà bị dốt trong coi kế nơi không nóng paragraph còn thì tăng về nữa bờ squall hái dương từ mưa ở đây tầng mù dương mơ bị dốt này pi thầm na đo thầm na chia topic sentence Better. yeah reading đó student này nè Student bằng lại. mờ on an sạm mặc lấy nào để cực thà chỉ topic sentence tam giờ hiện tích tăng với Reading books has many important benefits benefits for students. ok còn dương mơ thằng ở cái này dương cũng ăn tha về được xây mạch cũng ăn ngon ai đăng tha reading books has many important benefits for students anh nâng cái hai tha chia topic sentence ở score tập nâng sẵn hai bây giờ này cái đã tha in conclusion reading books is very useful and students should make it a daily habit. Daily habit ý mình tha tùm lóp phải chăm tháng ngày bây giờ trong cái này dân hai tha mấy dân hai tha chia concluding sentence soประมาณ จัดปี first เท่านั้นนี่trả này dân hai tha ấy supporting sentences dân mở đôi chân này hai tớp là khăn topic sentence cái pra tại mũi để kia mình đã tha topic sentences anh rồi lấy chứ đòi xa tay là khăn ca sở xây chỉ tu tới topic sentence miền tái mũi bây giờ only one sentence đôi khi này phong đài anh ấy in conclusion reading books is very useful and students should make it a daily habitประมาณประโยคนี้แต่mũiประโยคcái mình đấy anh ấy comma đấy nè việc là comma cứ ọt men chỉ ca bên chopประโยคđâyประโยคประ chop ได้สัญญา full stop cái hàng full stop chẳng anh ấy miền tại mũiประโยคđối chứ này tập dừng riêng thẳng lơ mảnh nữa concluding sentence đã tham mà vậy miền ai hế ở đây cái đã concluding sentence đây phân ta anh ấy để dừng hai thà chia cái đà đấy yeah good supporting sentences dương anh vậy tha supporting sentence ở đây đời xa tay là khung supporting sentence này cứ miềnประโยคtràn dương miềnประโยคtràn anh ấy còn là score รูปเรียง về đây on สำหรับมามันคงจะคำท่ายังเห็นใครๆนี้ยังอาจจำบ้านไอ้ยังจูบคะแนนมาดังติดไปได้ไอ้จูบนี้คงนังส่วนนังลังวิ่งนะคงจะคำท่าเอาเมนเนี่ยวัดทำเมนได้ไอ้ต่อเติมคนฐานยังแต่ปนนังบ้านนั่นไงนะ Good night good dream for me for you too for you too ជាខ្មែរត្រូវជួយគ្នារួមចិត្តសិក្សាដោយញញឹមថ្ងៃមុខពិតមានក្តីសង្ឃឹមស្រងស្រាយពណ៌ព្រំក្នុងជីវិតមាច់ឆាំងមណ្ឌលធនធានថ្មីអរគុណប្រុសស្រីដែលទុកចិត្តសូមបានជោគជ័យក្នុងជីវិត
ជួបក្តីសុពិតគ្រប់គ្នាអើ